GAC បញ្ចេញ Super SUV ម៉ូដែលថ្មីទំនើបប្លែកពីរថយន្តធម្មតាស្ថិតក្នុងសន្តាគារលំដាប់ផ្កាយ5 Sun and Moon Riverside នារាត្រីថ្ងៃទី31ខែកក្កដាឆ្នាំ2026គឺជាថ្ងៃដែលក្រុមហ៊ុន GAC Cambodia បានប្រកាសពីការសម្ពោធជាផ្លូវការនៃវត្តមានរថយន្ត Super SUV ប្រណិត GAC S7 PHEV i4WD មកកាន់ទីផ្សារកម្ពុជាជំហានថ្មីនេះឆ្លុះបញ្ចាំងពីសក្តានុពលរួមទាំងឱកាសពង្រីកចំណៃទីផ្សារកាន់តែចាក់ជ្រៅជាងមុនតាមរយៈប្រណិតភាពរចនាបថបែបអនាគតបច្ចេកវិទ្យាឆ្លាតវៃប្រព័ន្ធជំនួយការបើកបរនិងប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត GAC S7 លើសពីរថយន្ត SUV ទូទៅធម្មតារថយន្ត GAC S7 រចនាឡើងបង្ហាញពីភាពទាន់សម័យទាក់ទាញបែបអនាគតតាមរយៈចង្គៀងផ្នែកខាងមុខបង្គុំដោយគ្រាប់អំពូលតូចៗចំនួន2618គ្រាប់ផ្ដល់ឲ្យរថយន្តអាចផ្លាស់ប្ដូរចលនាកែវភ្នែករបស់ចង្គៀងពិសេសក៏អាចកែសម្រួលដាក់អក្សរបានផងដែរជាពិសេសការប្រើប្រាស់រថយន្តកាន់តែសន្សំសំចៃដោយម៉ាស៊ីនដំណើរការដោយបច្ចេកវិទ្យា AI សន្សំសំចៃឆ្លាតវៃនិងងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវជាក់ស្ដែងការធ្វើដំណើរជាមួយមុខងារសាំងបូអគ្គិសនីអាចបើកបរបានចម្ងាយដល់ទៅ1150គីឡូម៉ែត្រឬចំណាយ 1.3 លីត្រទៅ 1.8 លីត្រក្នុង100គីឡូម៉ែត្ររីឯការប្រើប្រាស់អគ្គិសនីសុទ្ធតែអាចបើកបរបានចម្ងាយ150គីឡូម៉ែត្រជាមួយនឹងការសាកថ្មពី 30% ដល់ 80% ចំណាយថេរវេលាត្រឹមតែ18នាទីប៉ុណ្ណោះរថយន្តធានាបាននៅការធ្វើដំណើរប្រកបដោយផាសុកភាពក៏ព្រោះតែវិស្វករ GAC បានគិតគូរយ៉ាងល្អិតល្អន់ដោយរចនាតួរថយន្តនេះឡើងមានវិមាត្រប្រវែងជាមួយបណ្ដោយ 4900 មីលីម៉ែត្រទទឹង 1950 មីលីម៉ែត្រកម្ពស់ 1780 មីលីម៉ែត្រគម្លាតកង់មុខទៅកង់ក្រោយ 2880 មីលីម៉ែត្រឯច័ន្ទកង់ដ៏ស្រស់ស្អាតទំហំ20អ៊ីងកាន់តែលើកសម្រស់និងផ្ដល់បទពិសោធន៍ធ្វើដំណើរកាន់តែអស្ចារ្យងាកមកផ្នែកខាងក្នុងឯណោះវិញរថយន្តប្រើប្រាស់ប្រភេទស្បែកប្រណិត Ultra Soft Nappa Leather រីឯកៅអីទាំងផ្នែកខាងមុខនិងផ្នែកខាងក្រោយប្រើប្រាស់ជាប្រភេទកៅអីចុចអេឡិចត្រូនិកមុខងារម៉ាស្សាខ្នើយកទន់ល្មើយពិសេសនៅកៅអីជួរទី2អាចកាច់ផ្ដេកដោយស្វ័យប្រវត្តិបានដូចគ្នាជាងនេះទៀតនោះរថយន្តមានប្រព័ន្ធបំពងសំឡេងយ៉ាងធ្ងន់រំដំ Edigo Sound Pro Audio System ចំនួន22គ្រាប់ក្នុងនោះក៏មានបំពាក់ភ្ជាប់លើកៅអីអ្នកបើកបរផងដែរមិនតែប៉ុណ្ណោះអ្នកប្រើប្រាស់ក៏អាចរីករាយជាមួយមុខងារ Apple CarPlay Android Auto អេក្រង់កុងទ័រ 8.88 អ៊ីងអេក្រង់កំសាន្ត 15.6 អ៊ីងរួមទាំងមុខងារសាកថ្មអត់ខ្សែកាន់តែពិសេសសម្រាប់អ្នកប្រើប្រាស់ GAC S7 បានបំពាក់មុខងារជំនួយការបើកបរដ៏សម្បូរបែបរួមមានប្រព័ន្ធកំណត់ល្បឿនតាមរូបយន្តខាងមុខប្រព័ន្ធផ្ដល់ដំណឹងអំពីឧបសគ្គនៃផ្នែកខាងមុខប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់ប្រព័ន្ធចាប់សញ្ញានៃការវ៉ាចែងប្រព័ន្ធផ្ដល់ដំណឹងពេលបើកទ្វារប្រព័ន្ធរក្សារថយន្តស្ថិតក្នុងគន្លងត្រឹមត្រូវប្រព័ន្ធផ្ដល់ដំណឹងពេលថយក្រោយប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិនិងកាមេរ៉ាកម្រិត540ដឺក្រេជាដើមសូមជម្រាបថារថយន្ត GAC S7 PHEV i4WD ស៊េរីឆ្នាំ2026ប្រភេទ Global Version ក្រុមហ៊ុនផ្លូវការ GAC Cambodia បានផ្ដល់ជូននៅពីជម្រើសសម្រាប់អតិថិជននោះគឺ Option Max និង Option Ultra ដែលសុទ្ធសឹងតែជាប្រភេទរថយន្តប្រើប្រាស់ពងពី i4WD ដូចគ្នាបន្ថែមពីនោះអតិថិជននឹងទទួលបានការធានាផ្លូវការចេញពីរោងចក្រនិងមានរយៈពេលវែងរហូតដល់5ឆ្នាំឬ 150,000 គីឡូម៉ែត្រដោយឡែកខាងក្រោមនេះជាតម្លៃរបស់រថយន្តទាំងពីរជម្រើសទី1 Option Max មានតម្លៃ $43,000 ជម្រើសទី2 Option Ultra មានតម្លៃ $47,000